វីដេអូមួយនេះគឺសម្រាប់ម៉ាក់ដែលបំបៅដោះកូនដោយទឹកដោះម្ដាយហើយអត់មានទឹកដោះឲ្យកូនបៅគ្រប់គ្រាន់ត្រូវធ្វើដូចម្ដេចដើម្បីឲ្យទឹកដោះចេញឲ្យបានគ្រប់គ្រាន់សម្រាប់ឲ្យកូនបៅមុននឹងបកស្រាយប្រធានបទបន្តទៀតអញ្ចឹងនាងខ្ញុំសូមសួរសំណួរមួយទៅដល់ម៉ាក់សិនតើម៉ាក់បានញ៉ាំអាហារដែលសម្បូរទៅដោយសារធាតុចិញ្ចឹមសម្រាប់សារពាង្គកាយជាទូទៅនៅក្រៅពីឆ្លងទន្លេហើយអ្នកម្ដាយគ្រប់រូបមិនថាបំបៅដោះកូនដោយទឹកដោះម្ដាយឬក៏មិនថាបំបៅដោះកូនដោយទឹកដោះកូននោះទេគឺត្រូវតែញ៉ាំអាហារដែលសម្បូរទៅដោយសារធាតុចិញ្ចឹមនិងហូបទឹកឲ្យបានគ្រប់គ្រាន់ទៀតផងដើម្បីជំរុញឲ្យមានការផលិតទឹកដោះម្ដាយឲ្យបានកាន់តែច្រើនហើយនឹងផ្គត់ផ្គង់សម្រាប់តម្រូវការឲ្យកូនបៅឲ្យបានគ្រប់គ្រាន់មិនត្រឹមតែប៉ុណ្្នឹងទេអ្នកម្ដាយគ្រប់រូបត្រូវតែស្វែងយល់អំពីអាហារណាដែលធ្វើឲ្យប៉ះពាល់ទៅដល់ការផលិតទឹកដោះម្ដាយហើយនឹងកត្តាអ្វីផ្សេងទៀតជាច្រើនដែលធ្វើឲ្យប៉ះពាល់ទៅលើការផលិតទឹកដោះម្ដាយដូច្នេះប្រសិនបើយល់ដឹងអំពីចំណុចទាំងអស់នេះអ្នកម្ដាយនឹងមានទឹកដោះគ្រប់គ្រាន់សម្រាប់ឲ្យកូនបៅដូច្នេះដើម្បីឲ្យទឹកដោះផលិតបានកាន់តែច្រើនស្របតាមតម្រូវការឲ្យកូនបៅឲ្យបានគ្រប់គ្រាន់ទី1ត្រូវតែញ៉ាំសារធាតុចិញ្ចឹមឲ្យបានគ្រប់គ្រាន់ហើយសារធាតុចិញ្ចឹមទាំងអស់នោះមានដូចជាបន្លែហើយនិងផ្លែឈើអញ្ចឹងបន្លែគឺជាប្រភេទបន្លែពណ៌បៃតងហើយពពុះផ្លែឈើមានសម្បូរទៅដោយសារធាតុវីតាមីន C ពពុះវីតាមីន C គឺវាជួយទៅដល់ការបឺតស្រូបជាតិដែកឲ្យបានកាន់តែល្អការពារការស្លេកស្លាំងហើយសម្រាប់បន្លែពណ៌បៃតងវិញគឺវាសម្បូរទៅដោយសារធាតុចិញ្ចឹមជាច្រើនហើយនិងវីតាមីនជាច្រើនជួយទៅដល់សារពាង្គកាយលើពីនេះទៅទៀតត្រូវតែគិតគូរទៅលើពពុះស្ករដែលគេហៅថា healthy carbohydrate អញ្ចឹង healthy carbohydrate ដែលបងប្អូនត្រូវញ៉ាំសារធាតុស្ករដែលជំនួយដល់សុខភាពគឺមាននៅក្នុងពួក brown rice នៅក្នុងគេហៅថាអង្ករពណ៌ក្រហមអង្ករសម្រូបអញ្ចឹងបើសិនចង់ឲ្យទឹកដោះចេញបានច្រើនញ៉ាំអាហារសម្រូបញ៉ាំអង្ករសម្រូបឬក៏មួយទៀតយើងញ៉ាំពពុះ oatmeal យើងញ៉ាំ oatmeal បានច្រើនទៅពពុះ oatmeal ហើយនឹងអាពួកអង្គសម្រូបហ្នឹងគឺវាផ្ទុកទៅដោយគេថា healthy carbohydrate គឺជាពួកសារធាតុស្ករដែលវាមានអត្ថប្រយោជន៍សម្រាប់រូបរាងកាយហើយត្រូវតែញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ពីព្រោះកាលណាដែលយើងខ្វះជាតិទឹកក៏ធ្វើឲ្យប៉ះពាល់ទៅដល់ការផលិតនៅទឹកដោះម្ដាយដែរលើពីនេះទៅទៀតត្រូវតែញ៉ាំវីតាមីនមួយចំនួនបន្ថែមដែលវាជាវីតាមីនសំខាន់សម្រាប់ក្នុងការផលិតទឹកដោះម្ដាយដូចជាពពុះ iron គឺពពុះសារធាតុដែកគឺបង្កើនឲ្យយើងមានថាមពលការពារជំងឺស្លេកស្លាំងហើយធ្វើឲ្យអុកស៊ីហ្សែនហើយធ្វើឲ្យការដឹកនាំអុកស៊ីហ្សែននឹងបានល្អធ្វើឲ្យសរសៃឈាមរត់បានស្រួលកាលណាដែលម៉ាក់ស្លេកស្លាំងអស់កម្លាំងលហិតលហៃគេថាខ្សោយខ្លាំងមើលទៅអត់មានកម្លាំងទេអញ្ចឹងក៏វាប៉ះពាល់ទៅលើការផលិតទឹកដោះម្ដាយដែរដូច្នេះសារធាតុដែកគឺសំខាន់ណាស់វីតាមីនមួយទៀតគឺវីតាមីន B12 តែម៉ាក់ត្រូវតែយកចិត្តទុកដាក់ហើយត្រូវតែញ៉ាំឲ្យបានគ្រប់គ្រាន់វីតាមីន B12 វាគឺជាវីតាមីនមួយដែលដើរតួសំខាន់ទូទៅវីតាមីន B12 ជួយឲ្យផ្ដល់ថាមពលហើយវីតាមីន B12 នេះគឺមិនមែនជាអ្នកដើរតួក្នុងការផលិតទឹកដោះម្ដាយទេប៉ុន្តែវីតាមីន B12 មានតួនាទីមួយគឺទៅជួយជំរុញឲ្យទឹកដោះនឹងចេញមកសារធាតុសំខាន់មួយទៀតគឺគេហៅថា protein វាមានផ្ទុកនៅពួក amino acid ដែលជាសារធាតុចិញ្ចឹមដ៏សំខាន់ក្នុងការផលិតទឹកដោះម្ដាយមិនត្រឹមតែប៉ុណ្្នឹងទេ protein វាជួយជំរុញឲ្យអរម៉ូនគេហៅថា prolactin hormone ដែលជាអរម៉ូនជួយសំយោគទៅដល់ទឹកដោះម្ដាយជួយផលិតទឹកដោះម្ដាយឲ្យបានកាន់តែច្រើនទី2អាហារដែលគួរជៀសវាងហើយនឹងកត្តាផ្សេងទៀតដែលធ្វើឲ្យប៉ះពាល់ទៅដល់ការផលិតទឹកដោះម្ដាយគឺតកតងជាមួយនឹងអាល់កុហុលចំពោះអ្នកម្ដាយដែលបំបៅដោះកូនគឺត្រូវតែជៀសវាងអាល់កុហុលមិនថាមិនគួរពិសាស្រាក្នុងកំឡុងពេលបំបៅដោះកូននោះទេពីព្រោះស្រាអាចទៅបង្អាក់នៅក្នុងការផលិតទឹកដោះម្ដាយហើយវាធ្វើឲ្យម្ដាយនឹងមាន dehydration បានថាធ្វើឲ្យម្ដាយមានខ្វះជាតិទឹកដោយសារតែយើងញ៉ាំស្រាទៅវាក្តៅនៅក្នុងខ្លួនអញ្ចឹងធ្វើឲ្យយើងបាត់បង់ជាតិទឹកដូច្នេះបើសិនបើយើងញ៉ាំកាហ្វេអ៊ីនច្រើនការច្រោះជាតិទឹកកាន់តែច្រើនធ្វើឲ្យយើងនំច្រើនអញ្ចឹងការបាត់បង់ជាតិទឹកក៏ច្រើនដែរបើសិនបើយើងមិនបានញ៉ាំទឹកបំពេញមកវិញហើយនឹងធ្វើឲ្យយើងមានកង្វះជាតិទឹកនឹងធ្វើឲ្យយើងប៉ះពាល់ដល់ការផលិតទឹកដោះម្ដាយដែរតកតងជាមួយនឹងម្ដាយគេហៅថា stressful ជាទូទៅនៅពេលដែលក្រោយសម្រាលកូនអ្វីដែលអ្នកម្ដាយគ្រប់រូបគឺពិបាកប្រឈមជាងគេគឺបញ្ហា stress ដូច្នេះចូលធ្វើម៉េចជៀសវាងការពារកុំឲ្យមាន stress កាន់តែខ្លាំងយើងរកវិធីដំណោះស្រាយយើងអាចហាត់ប្រាណឬក៏យើងអាចធ្វើ yoga ឬក៏យើងត្រូវសុំជំនួយពីសមាជិកក្រុមគ្រួសារដើម្បីជួយយើងឲ្យកុំឲ្យកាន់តែ stress លើដើមគឺតកតងមួយថ្នាំមួយចំនួនប៉ះសិនបើអ្នកម្ដាយដែលបំបៅកូនដោយទឹកដោះសូមជៀសវាងនៅថ្នាំមួយចំនួនប៉ះសិនបើយើងអាចទ្រាំទ្របានបើសិនជាយើងអាចជៀសវាងបានទី1គឺពពួកថ្នាំគេថា allergy ឬក៏ថ្នាំពពួកគេថាផ្ដាសាយអញ្ចឹងបើបងប្អូនផ្ដាសាយទីទុកមួយចំនួនឬក៏មាន allergy អីទៅផ្សំថ្នាំឬក៏ទិញថ្នាំអាចសួរគ្រូពេទ្យថាថ្នាំណាដែលវាមិនប៉ះពាល់ទៅដល់ការផលិតទឹកដោះម្ដាយបើសិនបើយើងបំបៅកូនដោយទឹកដោះម្ដាយ
ហើយជាពិសេសអ្នកម្ដាយដែលក្រោយសម្រាប់កូនសិនតែចាប់ផ្ដើមមានរដូវមកវិញប្រកាសជាអត់ចង់ឲ្យមានបិទលឿនទៀតទេគឺប្រកាសជាជ្រើសរើសមធ្យោបាយហៅថាប្រើថ្នាំពន្យាកំណើតដូច្នេះមុននឹងប្រើប្រាស់ថ្នាំពន្យាកំណើតត្រូវតែពិគ្រោះជាមួយគ្រូពេទ្យឯកទេសជាមុនសិនពីព្រោះថ្នាំពន្យាកំណើតក៏អាចធ្វើឲ្យប៉ះពាល់ដល់ការផលិតទឹកដោះម្ដាយដែរបើសិនបើយើងនឹងបំបាយកូនដោយទឹកដោះម្ដាយហើយនឹងថ្នាំផ្សេងៗមួយចំនួនទៀតបើសិនជាយើងឈឺមុននឹងយើងប្រើប្រាស់ថ្នាំសូមពិគ្រោះជាមួយគ្រូពេទ្យជាមុនសិនសរុបសេចក្តីមកវិញប្រសិនបើចង់ឲ្យទឹកដោះចេញបានគ្រប់គ្រាន់សម្រាប់ឲ្យកូនបៅគឺត្រូវតែញ៉ាំអាហារដែលសម្បូរទៅដោយសារធាតុចិញ្ចឹមដូចជាញ៉ាំពពុះបន្លែបៃតងញ៉ាំផ្លែឈើញ៉ាំវីតាមីនជំនួយដូចជាពោះដែកហើយញ៉ាំតាក់ទងជាមួយទៅនឹងប្រូតេអ៊ីនដែលបានច្រើនហើយត្រូវញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ផងដែរហើយត្រូវតែស្វែងយល់អំពីអាហារមួយចំនួននិងកត្តាផ្សេងៗទៀតដែលវាធ្វើឲ្យប៉ះពាល់ដល់ការផលិតទឹកដោះម្ដាយដូចជាពពុះស្រាដូចជាកាហ្វេដូចជាថ្នាំមួយចំនួនហើយនឹងជាពិសេសត្រូវតែកាត់បន្ថយឬក៏ព្យាបាលទៅលើជំងឺ stress បើសិនណាបងប្អូនមានជំងឺ stress ជាចុងក្រោយនាងខ្ញុំសូមអរគុណចំពោះពុកម៉ែបងប្អូនដែលតែងតែជួយគាំទ្រវីដេអូរបស់នាងខ្ញុំហើយតែងតែជួយ like share និង follow page របស់នាងខ្ញុំ